នេះបងហើយវីដេអូនេះខ្ញុំចង់ផ្ញើជូនបងពីវិធីប្រើប្រាស់ផងមុនបច្ចេកមុនអីចឹងហើយផ្លែកបិតយើងជាប់បែបហ្នឹងបាទយើងចាប់ពីលើចឹងទៅកុំចាប់ពីក្រោមក៏បានដែរចាប់ពីលើក៏បានតែថាចាប់ពីលើទៅវាអត់សូវកេតបើចាប់ពីក្រោមមានគេដីហើយញ៉ាំផ្លែកបិតវាអត់ដល់ដីទេបាទវានៅប៉ុណ្្នឹងនៅផែជាមួយដីចឹងហើយយើងចង់ឲ្យខ្ពស់ចង់កាត់ខ្ពស់ឲ្យស្កត់តិចមកស្កត់តិចបាទកាត់ស្កត់ក្រោយចឹងទៅវាហើបមុខឲ្យបាទអញ្ចឹងគឺអត់បញ្ហាទេបាទឥឡូវយើងតម្លាក់វិញហើយកាងវានេះយើងចង់ដោះក៏បានអត់ដោះចង់ដោះចេញក៏បានចាប់ក៏បានបាទហើយមុនការបិឆេះយើងកាច់តកងតាក់ទេបាទនេះកាច់តកងតាក់ហ្នឹងទេបាទនេះហើយយើងបើកអែមកតឡើងហ្គេវាបន្តិចហើយយើងទាញចង្កឹះនេះបាទឥឡូវអាបងឆេះបន្តិចឆេះបន្តិចបាទចាំខ្ញុំឆេះសាហើយតែប៉ុណ្្នឹងឯងដាក់ហ្នឹងខានមកសាហើយបាទតែវាឆេះហើយយើងបិទអែវិញទៅបាទហើយយើងរុញឡើងហ្គេអូខេបាទទាញចង្កឹះមកឃើញទេគឺប៉ុណ្្នឹងហើយបងងអត់ទេចាយអត់ឃើញណាគឺស្រួលប្រើប៉ុណ្្នឹងបាទសម្រាប់ទៅហ្នឹងហើយការរុញអត់តឹងទេបងប្អូនឃើញជាក់ស្ដែងអត់តឹងទេបាទខ្មៅឲ្យប៉ុណ្ណឹងបាត់តិចចាយបាទត្រឹមជាគួងដែរហើយបើខ្ញុំកាន់ភាសាហើយបាទអត់ខ្មៅធូរហ្នឹងហើយតាអូខេដល់ពេលមុលជក់បាទហើយសម្រាប់លត់ហើយយើងឈរពីក្រោយបាទកាត់ពីក្រោយវាអត់ខ្ចាយទេព្រោះមានក្បាំងពីក្រោមមានក្បាំងការពារហើយចំហៀងការពារខ្ចាយមកហើយអញ្ចឹងពីលើវាមានក្បាំងហើយវាអត់អីទេបងប្អូនសុវត្ថិភាពការប្រើប្រាស់គឺអត់អីទេប៉ុន្តែបើតាមសុវត្ថិភាពយើងគួរតែពាក់វ៉ែនតាដែរព្រោះការពារមើលមិនឃើញដែរប៉ុន្តែបើការកាត់ឃើញស្រួលជាក់ស្ដែងបាទជាក់ស្ដែងគឺដូចការឃើញអញ្ចឹងបាទគឺកាត់មកស្រួលតែម្ដងស្មៅគឺកាត់តាមរុញទៅរុញមកមុខធំបាទ8ទឹកហើយការកាត់នេះស្ដល់ដល់ដីមកបាទហើយក៏អរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ចង់បានវីដេអូសាកតេស្តអីគឺឃើញជាក់ស្ដែងតែម្ដងបាទអរគុណច្រើន